បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានបាទពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរូបមន្តថ្នាំមួយមុខបាទសម្រាប់ព្យាបាលជំងឺបាទខ្លាញ់ក្នុងសរសៃឈាមឬហៅថាជំងឺខ្លាញ់រុំបេះដូងបាទហើយរូបមន្តនេះផងដែរខ្ញុំបានដកស្រង់ចេញពីសៀវភៅបាទគ្រូឱសថបុរាណខេត្តពោធិ៍សាត់បាទដែលមានព្រះនាមឈ្មោះលោកគ្រូឈ្មោះសំឡៃងឿមបាទសំឡៃងឿមហៅអៀតបាទភេទប្រុសអាយុ68ឆ្នាំបាទរូបមន្តព្យាបាលជំងឺខ្លាញ់ក្នុងសរសៃឈាមឬក៏រុំបេះដូងបាទឈ្មោះឱសថបុរាណបាទ1គល់ស្លឹកគ្រៃខួប600ក្រាម2មើមថ្នាំចិន300ក្រាមរបៀបប្រើស្ងោរហូបជារៀងរាល់ថ្ងៃតមបាទតមខ្លាញ់និងប្រៃបាទអញ្ចឹងសូមជម្រាបបន្តិចណាពុកម៉ែបងប្អូនសូមអធិស្ឋានផងដែររាល់កំហុសឆ្គងបាទពាក្យថាគល់ស្លឹកគ្រៃខួបបាទពាក្យថាស្លឹកគ្រៃខួបគឺជាស្លឹកគ្រៃដែលយើងដាំចាប់ពី1ឆ្នាំឡើងណាពុកម៉ែបងប្អូនណាដែលមានគល់ឡើងគល់មកគល់ឡើងគល់ហើយវាលបកសម្បកអាធៀងចាស់ហ្នឹងណាបាទវាឡើងគល់មកហើយហៅថាស្លឹកគ្រៃខួបហើយពុកម៉ែបងប្អូនបាទប៉ុន្តែគួរឲ្យលំបាករកនោះព្រោះគល់ស្លឹកគ្រៃខួបនេះបាទมันសូវមានទេបាទកម្រនឹងមានពីព្រោះស្លឹកគ្រៃវាគិតថាយើងថាអាយុមិនវែងអញ្ចឹងណាពុកម៉ែបងប្អូនបាទប៉ុន្តែបើពុកម៉ែបងប្អូនរកមិនបាននៅគល់ស្លឹកគ្រៃខួបទេបាទពុកម៉ែបងប្អូនអាចបាទយកគល់ស្លឹកគ្រៃណាបាទគល់វាឡើងគល់មួយចង្អុលពីរចង្អុលហ្នឹងក៏យើងអាចយកមកប្រើជំនួសបានដែរណាបាទដោយសារវាមិនមានវាបាក់រអញ្ចឹងណាពុកម៉ែបងប្អូនបាទចំណែកមើមថ្នាំចិននេះពុកម៉ែបងប្អូនអាចរកបានណាបាទយើងទៅទិញនៅតាមទីផ្សារក៏វាអាចមានដែរចំពោះមើមថ្នាំចិនបាទអញ្ចឹងដូចខ្ញុំជម្រាបអញ្ចឹងពុកម៉ែបងប្អូនបាទគល់ស្លឹកគ្រៃនេះយើងយកតគល់ចាស់មកបានហើយណានេះធ្វើមិនបើយើងពិបាករកហើយពាក្យនេះក៏សូមអធិស្ឋានផងដែរណាចំពោះលោកគ្រូសំឡេងងឿបបាទបើសិនជាការបាទបកស្រាយរបស់ខ្ញុំមានការខុសឆ្គងណាចំពោះលោកគ្រូដោយអធិស្ឋានបាទហើយរូបមន្តនេះខ្ញុំបានផុសនៅក្នុងเพจរបស់ខ្ញុំផងដែរបាទเพจកងឡាត់ឆ្នាំខ្មែរដល់ខ្ញុំគិតថាបាទជំងឺខ្លាញ់រុំបេះដូងនេះជាជំងឺយើងថាលំបាកណាបាទជាលំបាកបាទហើយដូច្នេះហើយទៅខ្ញុំផុសមួយដងហើយមួយដងទៀតដើម្បីឲ្យពុកម៉ែបងប្អូនយើងក្រែងលោកមានអាការៈបែបនេះបាទលោកបានដឹងណាបាទលោកបានដឹងទោះបីមិនបានហូបទៀងទាត់ពេលតាមវេលាក៏ដោយណាបាទលោកអាចឆ្លាក់ឆ្លៀតណារកខ្លះបាទមកផ្សំនាយផ្សំអាយដើម្បីទទួលទានជារឿយឬក៏ថាម្ដងម្កាលក៏បានដែរណាពុកម៉ែបងប្អូនក្រំបើជាងអត់បាទពុកម៉ែបងប្អូនដឹងស្រាប់ហើយជំងឺបេះដូងនេះណាបាទជំងឺបេះដូងនេះយើងពិបាកណាស់អញ្ចឹងអរគុណណាបងប្អូនអរគុណ